គុណនាងរាជមណ្ឌលខេត្តកណ្ដាលចាអរគុណគ្រប់អរគុណណាឯកឧត្តមទីសគុណដែលលោកតែងតែយកចិត្តទុកដាក់ជាមួយនឹងការឧបត្ថម្ភទូកចាគ្រប់អរគុណយើងបន្តទស្សនាបាទសម្ព័ន្ធភាពដូចគ្នាល្អណាស់បាទពណ៌ក៏ស្រស់គ្នាបើខ្ញុំចាំមិនច្បាស់ទេបាទចម្ប៉ាពីបើសិនជាលៀនខ្ញុំចាំមិនខុសទេដោយសារអានចាបើថាចាំមិនច្បាស់បានន័យថាសពិសិពិលបាទចាំមិនខុសគឺត្រូវចាបើសិនជានាងខ្ញុំចាំមិនខុសទេបាទទូកអញ្ជើញមកពីខេត្តកំពង់ធំទូបានការឧបត្ថម្ភពីសំណាក់អគ្គមហាសេនាបតីតេជោចំណែកឯខ្សែទឹកខាងក្រៅនេះល្អណាស់បងអើយសម្រាប់តេជោសែនជីសម្រាប់តេជោសែនជីនេះល្អណាស់ទូកនេះល្អណាស់លើដាច់បាត់ហើយបាទដាច់ហើយអ្នកអញ្ជើញបាទអញ្ជើញជីរាំងសីវត្តជីរាំងសីបងប្អូនបងសាំសុភាពអញ្ជើញនឹងទៅយ៉ាងម៉េចដោះធន់នឹងទឹកណាសម្ព័ន្ធភាពអញ្ជើញនឹងល្អណាស់បាទការពីថ្មីខេត្តកណ្ដាលនេះបញ្ចេញគ្នាជាមួយរដ្ឋាភិបាលតេជោសែនជីបាទទទួលបានការឧបត្ថម្ភពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចអតិព្រឹទ្ធបណ្ឌិតបាទល្អណាស់យើងខ្ញុំជាអ្នកកីឡាវិញគឺมันអាចបំភ្លេចគុណដាច់ខាតតែម្ដងចំពោះគុណឧបការៈដ៏ថ្លៃថ្លាបំផុតពោពេញទៅដោយព្រមវិហារធម៌មកលើយើងខ្ញុំគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតលោកនាយហ៊ុនសែនផ្នែកកីឡារបស់យើងជាពិសេសអ្នកកីឡាសម្ដេចតេជោដែរចាសារាយតេជោសែនជ័យហ្នឹងមិនងាយធ្លាក់លេងទេធ្លាក់លេងអស់ត្រឹមលេខ5បាទត្រឹមលេខ5កាលពីឆ្នាំមុននឹងលេខ4បាទលេខ4ធ្លាក់លេខអស់ត្រឹមលេខ5ចឹងបានន័យថាទៅប៉ះជាមួយរតនកុមារអីគឺរតនកុមារល្អមែនបាទល្អដោយសារទូកនិយាយរួមទូកខ្លាំងហ្នឹងគេថាឆ្នាំនេះគេទៅឆ្នាំនោះទូកនេះឆ្នាំនេះទូកនោះចែកគ្នាឈ្នះបាទដូចរបៀបថារបូតបច្ចេកទេសបន្តិចបន្តួចទៅណាចាតាមប៉ិតទូកទាំងពីរនេះចំប៉ាពិសីសែនជ័យក៏ទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោហើយសម្រាប់ទូកស្រ័យតេជោសែនជ័យក៏ទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោបាទអាចនិយាយបានថាជាគូទូកខ្លាំងបាស់ខ្លាំងណាបាទខ្សែទឹកខាងក្នុងស្រ័យតេជោសែនជ័យដែលម្សិលមិញយើងឃើញថាចំណាត់ថ្នាក់នៅលេខ1នោះឥឡូវកំពុងមកហើយទទួលបានការឧបត្ថម្ភពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែននៅខ្សែទឹកខាងក្នុងបាទកំពុងតែធ្វើការនាំមុខបាទតិចតួចដែរបាទទៅលើគិរីវង្សសុកសែនជ័យរបស់អាដាមសុកសុកានបាទទូកនេះសិតតែទូកខ្លាំងហើយឥឡូវសរាយមកបាទខ្សែទឹកខាងក្នុងនេះដាច់តែម្ដងបាទអ្នកព្រែកអញ្ជើញអើយបាទឥឡូវឈ្នះទៀតហើយបងប្អូនខាងព្រែកអញ្ជើញបាទហើយទូកសរាយតេជោសែនជ័យនេះទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតរនីហ៊ុនសែនដែលលោកកញ្ជ្វេបានឧបត្ថម្ភចាដល់ទូកសរាយតេជោសែនជ័យទូកនេះល្អបាទល្អណាស់ទូកនេះល្អណាស់ហើយទូកបាទគិរីវង្សហ្នឹងក៏មិនធម្មតាដែរបាទគឺក៏ធ្វើការអ៊ំជារៀងរាល់ហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនដាច់បាត់ហើយដាច់ពិតដាច់ឆ្ងាយមែនតានបាទដាច់ប៉ាត់តែម្ដងបាទច្រើនណាស់ទៅលើទូករបស់អាដាមសុកសុកានបាទគិរីវង្សសុកសែនជ័យបាទឥឡូវដាច់ហើយអាដាមអើយបាទដាច់ច្រើនណាស់290នេះហើយបងប្អូនខ្សែទឹកខាងក្នុងគឺខាងក្រៅគឺសារាយតេជោសែនជ័យទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនហើយសម្ដេចទាំងទ្វេចាឈ្នះហើយឈ្នះដាច់ទៀតបាទឈ្នះហើយឈ្នះដាច់ទៀតបាទគូទី68លេខរៀងទី68នេះសារាយតេជោសែនជ័យគឺជាទូកដ៏ល្បីល្បាញមកពីខាងវត្តវិជ័យរាំងសីដែលទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនកំពុងតែនាំមុខទៅលើសារ៉ាត់សែនជ័យបារមីន្ទង់សរបស់ឯកឧត្តមស្បោងសារ៉ាត់ហើយនៅពេលនេះសារាយតេជោសែនជ័យគឺជាទូកល្បីល្បាញណាបងប្អូនមកខាងពុកសីចា3សម័យកាល2016 2017 2019ឥឡូវនេះយើងឃើញថា2ថ្ងៃនេះល្អណាស់លទ្ធផលបាទបន្ទូចូលលេខ1ឥឡូវនាំមុខហើយបាទទៅលើបាទសារ៉ាត់សែនជ័យបាទបារមីអន្ទង់សរបស់ឯកឧត្តមចាស្បោងសារ៉ាត់អញ្ចឹងសម្រាប់សារាយតេជោសែនជ័យដែលទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតបាទឥឡូវនេះសារ៉ាត់សែនជ័យបារមីអន្ទង់សខ្សែទឹកក្នុងតាមហើយរបស់ឯកឧត្តមស្បោងសារ៉ាត់បាទរបស់ឯកឧត្តមស្បោងសារ៉ាត់សិតតែទូកខ្លាំងបាទសារ៉ាត់សែនជ័យបារមីអន្ទង់សទៅជាជើងឯកថ្មីនៅខេត្តព្រៃវែងចាឥឡូវនេះតាមសារ៉ាត់តេជោសែនជ័យបាទក៏ទើបតែបញ្ចប់នៅខេត្តកណ្ដាលដែរហើយ3ឆ្នាំ2016 2017 2019ជើងឯកហើយឥឡូវនេះយើងឃើញថាមកដល់នៅមុខវេលាជ័យបាទដាច់បាទចាអត់តោងទេសុំទោសសារ៉ាត់តេជោសែនជ័យអូយល្អណាស់បងហើយទេដាច់ហើយចាលេខ290នេះហើយគឺជាទូកដែលមានឈ្មោះថាសារាយតេជោសែនជ័យទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែន